បានមីក្រូយើងចេញទៀតហើយអញ្ចឹងមុននឹងផ្ញើអីវ៉ាន់ជូនគាត់គឺយើងទៅហើយក្បាលប្រភេទមីក្រូយើងវាមាន3អញ្ចឹងយើងអាច support បានជាមួយ3ទូរស័ព្ទប្រភេទពួក Type C ពួកប្រភេទដូច iPhone និងពួកប្រភេទ OYO យើងបើប្រភេទពួក iPhone គឺយើងយកรุ่นហ្នឹងមកដោតជាមួយពួក iPhone មកវាចុចក្បាលវាមកវាលោតសញ្ញានេះគឺវាចាប់ជាមួយក្បាលមីក្រូយើងហ្នឹងហើយក្បាលមីក្រូយើងនេះគឺយើងបែកវាមកឲ្យវាលោតសញ្ញារូបដែលមានរបៀបជាចង្វាក់ហើយកណ្ដាលហ្នឹងមានន័យថាសំឡេងយើងកាត់នៅចន្លោះនេះគឺមានន័យថាមីក្រូហ្នឹងគឺដាក់មកយើងសំឡេងសម្រាប់កាត់ noise ប៉ុន្តែបើជួរដែលរូបភ្លេងនេះគឺសំឡេងនេះធម្មតាហើយជួរក្រោយនេះអាលោកវា stereo នេះអាហ្នឹងមើលនិយាយមកយើងកាត់ចូលអាហ្នឹងគឺនិយាយមកចេញ stereo យើងគិតពណ៌វាត្រឹមត្រូវយើងដាក់ចូលទៅក្នុងម៉ៃរបស់យើងតែឲ្យវាឃើញបើឃើញសញ្ញាវាមីក្រូវាចេញអញ្ចឹងហើយមានន័យថាវាអូខេហើយចុច record និយាយទៅគឺវាជាប់សំឡេងនេះ1 2 3 1 2 3បាទគឺវាជាប់នៅហ្នឹងហើយអញ្ចឹងចង់ជម្រាបជូនណែបើបងប្អូនដែលចង់បានក្បាលមីក្រូដែលយើងមានបិទ logo តែទៅមកខ្ញុំបានដែលមានលេខទូរស័ព្ទដែលខ្ញុំបានដាក់ទៅលើត្រង់លើផ្ទះ